ជាប្រទេសមួយដែលសម្បូរទៅដោយដីល្បាប់ហូរច្រោះពីដងទន្លេមេគង្គនិងបឹងបួរហើយបង្កលក្ខណៈងាយស្រួលក្នុងការបង្កបង្កើនផលប្រជាជនតែងតែនិយមដាំដំណាំបន្លែគ្រប់មុខដូចជាស្ពៃជ្រក់ស្ពៃចង្កឹះនិងដំណាំផ្សេងទៀតម្យ៉ាងវិញទៀតប្រជាពលរដ្ឋនៅភូមិកោះខែស្រុកស្អាងខេត្តកណ្ដាលបានយកចិត្តទុកដាក់ដាំដំណាំស្ពៃក្តោបបញ្ជាក់របស់ប្រធានការិយាល័យកសិកម្មស្រុកស្អាងខេត្តកណ្ដាលបានឲ្យដឹងថាប្រជាពលរដ្ឋភាគច្រើនបានយកចិត្តទុកដាក់ដាំដំណាំបន្លែគ្រប់មុខជាងដំណាំស្រូវជាពិសេសស្ពៃក្តោបដោយភូមិសាស្ត្រនៅក្នុងតំបន់នោះអំណោយផលល្អក្នុងការដាំដុះដោយគាត់ចាត់ទុកថាដំណាំបន្លែងាយស្រួលរកទីផ្សារនិងងាយស្រួលក្នុងការថែទាំសម្រាប់ដោះស្រាយជីវភាពគ្រួសារឲ្យបានសមរម្យទៀតផងតាមបទពិសោធន៍ក្នុងការដាំដុះស្ពៃក្តោបរបស់កសិករឥតវុទ្ធីបានឲ្យដឹងថាការថែទាំរបស់បន្លែស្ពៃក្តោបនេះវាមានគោលការណ៍វាសំខាន់ដោយការទី1ពិនិត្យលើសត្វល្អិតទី2យើងការស្រោចទឹកដាក់ជីហ្នឹងគឺយើងយោងទៅតាមសភាពមេឃព្រោះអីរដូវវស្សានេះយើងធ្វើទៅតាមរបៀបរដូវវស្សាហ្នឹងយើងមើលតាមសភាពមេឃបើសិនជាមេឃនឹងភ្លៀងច្រើនយើងមិនបាច់ស្រោចទេតែបើសិនជារាំងក្នុងរយៈពេល3ឬ4ថ្ងៃយើងត្រូវស្រោចវាម្ដងដែលហៅថាលាងទឹកភ្លៀងលាងជាតិអាស៊ីតពីលើស្លឹកបន្លែនេះហើយយើងពេលដែលលាងហើយយើងពិនិត្យមើលតើទឹកអាចហូរអស់ពីលើស្លឹកបន្លែឬក៏នៅបើសិនជានៅយើងអាចចោះទម្លុះវាដើម្បីឲ្យវាហូរធ្លាក់ទៅដីកុំឲ្យវាទើនៅលើស្លឹកបន្លែរបស់យើងវានឹងអាចរលួយទឹកដក់នឹងអាចរលួយក្រោយពីដាំបានរយៈពេល25ទៅ30ថ្ងៃត្រូវសម្អាតស្មៅឲ្យបានស្អាតជានិច្ចបើសិនជាស្មៅដុះនៅក្នុងបន្លែវាអាចស្រូបជីជាតិពីបន្លែស្ពៃក្តោបមានជំងឺច្រើនប្រភេទណាស់ដូចជាជំងឺផ្សិតរលួយឬរលួយក្តោបលាក់ដូច្នេះបើជួបប្រទះនៅបញ្ហាជំងឺដូចខាងលើយើងត្រូវដកវាចោលឲ្យឆ្ងាយកុំទុកយូរអាចរាលដាលដល់គុម្ពដទៃទៀតការដាក់ជីក្រោយពីបន្លែដុះលូតលាស់បានល្អហើយយើងត្រូវប្រើជីរ៉េបំពន់បន្លែបន្ថែមទៀតបើបន្លែណាដែលដុះលូតលាស់យឺតជាងគេយើងត្រូវប្រើជីបំពន់ឲ្យបានច្រើនបន្តិចតែបើដុះលូតលាស់ល្អហើយយើងត្រូវប្រើជីធម្មតាដល់ពេលដែលបន្លែគេហៅថាបន្លែវិចមានវិធានការពារដូចជាបាញ់ថ្នាំឲ្យញឹកនិងចាប់ដង្កូវឲ្យញឹកចាប់ដង្កូវនេះយើងត្រូវលាត់ស្លឹករបស់វាលាត់មើលសពបើសិនជាក្នុងមួយគុម្ពនឹងមានស្លឹក12ឬ13គឺយើងមើលឲ្យសពហើយនឹងបាញ់រួមផ្សំបន្តទៀតក្នុងរយៈពេល3ថ្ងៃម្ដងយើងបាញ់ថ្នាំក្នុងការបាញ់នេះទៀតយើងប្រើរបៀបបាញ់រាប់ស្លឹកពីបដូលទៅដល់ស្លឹកក្រោមដែលហៅស្លឹកបាដល់ពេលហើយយើងពិនិត្យមើលតើតកៅហ្នឹងវាងាប់ឬក៏មិនងាប់បើសិនជាងាប់យើងបាញ់ថ្នាំតាមធម្មតាការវេចខ្ចប់ចាប់ពីពេលស្ទូងរហូតដល់ពេលដែលស្ពៃក្តោបវេចខ្ចប់គឺមានរយៈពេល60ថ្ងៃ
ក្នុងរយៈពេលនេះត្រូវត្រួតពិនិត្យនិងតាមដានឲ្យបានទៀងទាត់ដូចជាមើលទៅលើសត្វល្អិតចង្រៃបំប៉នជីបន្ថែមនិងជាពិសេសស្រោចស្រពឲ្យបានគ្រប់គ្រាន់ការប្រមូលផលនៅពេលយើងកាត់ត្រូវត្រួតពិនិត្យមើលបន្លែណាដែលធំហើយហាប់ណែនមុនពេលប្រមូលផលមួយសប្តាហ៍យើងត្រូវផ្អាកការស្រោចស្រពដាក់ជីយើងត្រូវកាត់ត្រឹមក្តោបដោយរក្សាសន្លឹកខាងក្រោមចំនួន1 ទៅ 2ដើម្បីធានាក្នុងការដឹកជញ្ជូន។